កូនឆ្កែតូចអង់តែនដែលបានកំណត់គឺប៉ាកាន់កាត់ពីអ្នកណាមិនដឹងកន្លែងណាបន្លំខ្លួនជាអ្នកមាន65លានអ្នកអាចចុចប៊ូតុងខ្លាញ់ធ្វើបានពេញមួយជីវិតវាមិនអាចទៅរួចទេក្នុងការរកលុយពីនេះអូនសម្លាញ់អូនគួរតែនិយាយតិចជាងនេះទៅទៀតសូមបញ្ចូលពាក្យសម្ងាត់របស់អ្នកអូវាដំណើរការហើយការទូទាត់បានជោគជ័យសូមអបអរសាទរលោក Chen នោះមិនអាចទៅរួចទេតើវាអាចទៅរួចដោយរបៀបណាអ្នកគឺជាអ្នកដែលអាចមានលទ្ធភាពទិញស្ដេចញៀនបានតូចឲ្យតើខ្ញុំអាចក្លាយជាម្នាក់ក្នុងចំណោមអ្នកដោយស្ម័គ្រចិត្តយ៉ាងដូចអ្នកម៉ាសាអូយនោះជាបន្ទះដែកពិតប្រាកដមែនលោក Chen អ្នកស្រី Lin និងបុគ្គលនេះលោកស្រីសូមមកតាមផ្លូវនេះខ្ញុំនឹងនាំអ្នកទៅដោះស្រាយការដឹកជញ្ជូននីតិវិធីការទទួលកូនសោនិងរូបថតពិតឯកសារសំណើបន្ថែមណាមួយអ្នកអាចតាក់ទងមកខ្ញុំនៅពេលណាក៏បានក្រុមការងាររបស់យើងមានវត្តមាន24ខែសេវាកម្មរបស់អ្នកសូមមកខាងនេះតោះទៅមើលផ្ទះថ្មីរបស់យើងស្ដេចអ្នកនោះពិតជាស្ដេចនាគមែនមិនមែនការតុបតែងល្អតែមួយមុខមិនអាចបង្កើនប្រសិទ្ធភាពអាជីវកម្មបានទេសៀវវៃពេលចាប់ពីពេលនេះទៅនេះជាផ្ទះរបស់យើងអរគុណលោកគ្រូពេលអ្នកក៏ជាផ្នែកមួយនៃគ្រួសារដែរផ្នែកមួយនៃប្រាក់ខ្ញុំនឹងការពារកន្លែងនេះដោយជីវិតរបស់ខ្ញុំចេញយ៉ាងតើយើងគួរកាន់មួយទេសេចក្តីរីករាយនៃការផ្លាស់ទៅផ្ទះថ្មីរួមទាំងធីនយ៉ាងតើយើងគួរអញ្ជើញពួកគេទេតើអ្នកចង់បានអ្វីជាមួយគាត់តើអ្នកកំពុងជួសជុលជាមួយគ្នាទេតើអ្នកកំពុងនិយាយអ្វីមិនសមហេតុផលខ្ញុំបាននិយាយថាវាជាពិធីឡើងផ្ទះថ្មីជាឱកាសដ៏រីករាយសម្រាប់យកផ្លាស់ទីវាមានអារម្មណ៍ដូចជានៅផ្ទះវាពិតជាអស្ចារ្យណាស់ល្អលោកគ្រូ Chen ខ្ញុំឈ្មោះយ៉ាវយ៉ងមិញលោកយ៉ាវសៀវខ្ញុំឆ្ងល់ថាពេលណាលោកគ្រូ Chen នឹងមកដល់បន្ទាប់មកគាត់បានទៅចិត្តយ៉ាវជាបេងសៀវប្រណាត់រោមជៀមម៉ោង3រសៀលមិនអីទេបន្ទាប់មកវានឹងម៉ោង3រសៀលខ្ញុំនឹងរងចាំអ្នករាល់គ្នានៅក្លឹបកូរ៉េខ្ញុំនឹងផ្ញើអាសយដ្ឋានទៅអ្នកនៅពេលក្រោយចៅយ៉ងមីងបានអញ្ជើញអ្នកទៅផ្ទះគ្រួសារចៅខ្ញុំបានទៅព្យាបាលលោកចៅជឿហៅនៅរសៀលនេះចូលតើអ្នកទៅតែម្នាក់ឯងទេកន្លែងរបស់គ្រួសារយ៉ាវគឺជារោងនាគនឹងខ្លារ៉ាវយ៉ងមីងឆ្លាតពេកមិនអីទេខ្ញុំនឹងទៅជាមួយអ្នក2 3នាក់ជាមួយនឹងមនុស្សកាន់តែច្រើនមានរឿងកាន់តែច្រើនដែលត្រូវមើលថែសៀវវៃអ្នកនៅតែមិនជឿពាក្យខ្ញុំមែនទេអំណាចចៅយ៉ងឆាងឆ្កែឈួតនោះខ្ញុំបានធ្វើឲ្យគាត់ពិការប៉ុន្តែស្ដាប់ខ្ញុំសិនទៅត្រឡប់ទៅផ្ទះវិញហើយសម្រាប់បានស្រួលសិនប្រាប់ក្រុមគ្រួសាររបស់អ្នកអំពីអ្វីដែលបានកើតឡើងនាពេលថ្មីស្ថានភាពបានរៀបចំពួកគេសម្រាប់អ្វីដែលនឹងមកដល់កុំបារម្ភពីខ្ញុំលោកគ្រូខ្ញុំនឹងការពារអ្នកបន្ទាប់មកអ្នកពិតជាត្រូវប្រុងប្រយ័ត្នកុំបារម្ភអីមនុស្សដែលអាចធ្វើឲ្យខ្ញុំឈឺចាប់គឺវាមិនទាន់កើតនៅឡើយទេឧត្តមសេនីយ៍ចៅខ្ញុំចង់ឃើញអ្វីដែលអ្នកមានមុខញឹមនោះតើគាត់មានល្បិចចុះខ្វក់អ្វីទៀតអ្នកអាចជួយពួកគេបានវត្តមានរបស់លោកគ្រូ Chen ពិតជាកិត្តិយសដ៏ធំធេងណាស់វាជាកិត្តិយសណាស់ដែលមានអ្នកនៅទីនេះលោកគ្រូ Chen មិនទាន់ត្រូវបានស្វាគមន៍នៅឡើយទេសូមស្វាគមន៍លោកគ្រូ Chen លោកយ៉ាវកិច្ចការដ៏អស្ចារ្យមួយមែនហើយដូចអ្នកដែរភ្ញៀវកិត្តិយសបែបនេះជាធម្មតាសមនឹងទទួលបានការគោរពយ៉ាងខ្លាំងវាធ្ងន់ជាងកណ្ដឹងមួយនៅក្បែរលោកគ្រូ Chen បម្រើពួកគេដោយអស់ពីចិត្តពេលឥឡូវជារបស់ខ្ញុំហើយដូច្នេះមិនចាំបាច់ឲ្យលោកយ៉ាវរំខានខ្លួនឯងទេអូតើលោកគ្រូយ៉ាវណែណាខ្ញុំពិតជានឹកវាណាស់បន្ទាប់ពីយើងបែកគ្នាលើកចុងក្រោយខ្ញុំនឹកគាត់លីវឆាងតាមពិតទៅមនុស្សអាក្រក់នោះចៅអីបានជ្រើសរើសនរណាម្នាក់ដើម្បីជួយគាត់សុំទោសដែលធ្វើឲ្យលោកសាច់លោកគ្រូ Chen មានបញ្ហាតូចមួយនៅទីនោះលីវលោក Chen បានទៅក្រៅប្រទេសដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកហើយក្នុងរយៈពេលខ្លីមួយខ្ញុំខ្លាចថាគាត់នឹងមិនអាចត្រឡប់មកវិញបានទេវាហាក់ដូចជាឆ្កែរបស់យ៉ាវហ្វេងភ័យខ្លាចណាស់គាត់បានបាត់បង់ភាពក្លាហានហើយគាត់ខ្លាចប្រពន្ធចុងរបស់ខ្ញុំគួរឲ្យអាម៉ាស់ណាស់លោកយ៉ាវសូមដឹកនាំផ្លូវផងអ្នកជំងឺត្រូវការតឹងសូមលោកគ្រូ Chenខ្ញុំពិតជានឹងបកស្បែកអ្នកទាំងរស់នៅថ្ងៃណាមួយខ្ញុំនឹងបកស្បែកអ្នកទាំងរស់មែនទេរ៉ាវស៊ីហៅជាវីគឺជារបស់ខ្ញុំរួចទៅហើយប្រសិនបើអ្នកធ្វើបាបគាត់នឹងត្រូវបណ្តេញចេញមិនអីទេលោកគ្រូ Chen ជាហៅជាកូនពៅស្រាលនឹងស្វាហាប់បាត់ចាស់សោះគាត់ពិតជានឹងលេងបង្កហេតុបែបនេះទៀតហើយសូមទោសដែលរំខានអ្នកនេះនោះជាការល្អបំផុតបើមិនដូច្នោះទេលោកយ៉ាវនឹងការផ្ដល់ប្រាក់ឲ្យពួកគេចំនួន50លាននឹងធានាជ័យជំនះជួយផង
ជីហៅពេលកូនធូរស្រាវហើយប៉ា